កីឡាករគាត់នឹងដឹងថាគាត់មានតម្លៃខ្លួននៅក្នុងវិស័យបាល់ទាត់ហ្វូតសាលដែរដោយសារការខិតខំប្រឹងប្រែងរបស់គាត់គឺមិនអត់ប្រយោជន៍ទេគឺមកដល់ពេលនេះគឺគាត់មានតម្លៃខ្លួនក្នុងការផ្លាស់ប្ដូរពីក្លឹបមួយទៅក្លឹបមួយបាទជាដំបូងខ្ញុំបាទសូមថ្លែងអំណរគុណទៅដល់បងរតនាដែលជាប្រធានក្លឹបរបស់ Lucky FC ហើយក៏ថ្លែងអំណរគុណទៅដល់បងគុលភិរមតែគាត់តែងតែជំរុញកីឡាបាល់ទាត់ហ្វូតសាលរបស់យើងនិងក្លឹបនីមួយៗទាំងអស់នៅហ្វូតសាលរបស់យើងហ្នឹងគឺជំរុញឲ្យពួកគាត់មានការផ្លាស់ប្ដូរកីឡាករតាមលក្ខណៈស្តង់ដារមានការទិញដូរចុះកុងត្រាត្រឹមត្រូវជាមួយនឹងក្លឹបបាទនេះគឺជាជំហានទី1នៃទិញដូរកីឡាករនៅក្នុងវិស័យបាល់ទាត់ហ្វូតសាលនៅក្នុងប្រទេសកម្ពុជារបស់យើងសង្ឃឹមថាក្លឹបបាល់ទាត់ Lucky FC និង CBL FC របស់យើងបន្តមានទំនាក់ទំនងគ្នាជាមួយគ្នាទៅវិញទៅមកយូរអង្វែងថែមទៀតនឹងមានការផ្លាស់ប្ដូរកីឡាករគ្នាទៅវិញទៅមក season ក្រោយទៀតហើយក៏សង្ឃឹមថាក្លឹបបណ្ដាក្លឹបផ្សេងៗនិងកីឡាករផ្សេងៗមានការផ្លាស់ប្ដូរពីក្លឹបមួយទៅក្លឹបមួយមានភាពផ្លាស់ប្ដូរដោយលក្ខណៈស្តង់ដារដែលយើងគម្រោងនឹងរៀបចំឲ្យសមស្របទៅតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ហ្វូតសាលរបស់យើងនៅក្នុងប្រទេសកម្ពុជាដែរចំពោះខ្ញុំផ្ទាល់ខ្ញុំមានមោទនភាពដែលជាប្រធានក្លឹបនៃ CBL FC របស់យើងដែលគោលបំណងរបស់ខ្ញុំគឺចង់ឲ្យមានការផ្លាស់ប្ដូរកីឡាករទេពីក្លឹបមួយទៅក្លឹបមួយមានការចុះកុងត្រាគ្នាទៅវិញទៅមកមានការចរចាតាមដំណាក់កាលតាមដំណាក់កាលនោះមានន័យថានៅពេលណាដែលកីឡាករគាត់មានកុងត្រាជាមួយនឹងក្លឹបបច្ចុប្បន្នរបស់គាត់គឺយើងត្រូវតែដឹងថាយើងមិនអាចទៅតាក់ទងកីឡាករដោយគ្មានការអនុញ្ញាតពីម្ចាស់ក្លឹបតែគាត់កំពុងតែមានកុងត្រាជាមួយបានទេអញ្ចឹងដើម្បីបើកការចរចាយើងត្រូវដឹងថាតើជំហានទី1ជំហានទី2ទី3យើងត្រូវធ្វើទៅម្ដេចហើយសង្ឃឹមថាទៅថ្ងៃក្រោយយើងនឹងមានចំណេះដឹងបន្ថែមទៀតមុននឹងបើកការចរចាជាមួយនឹងក្លឹប Lucky FC ខ្ញុំក៏បានប្រទេសយោបល់បងប្អូនគុលភិរមគាត់តែងតែផ្ដល់យោបល់ហើយក៏ខ្ញុំសូមថ្លែងអំណរគុណដល់គាត់ដែរម្ដងទៀតដែរដោយសារគាត់តែងតែផ្ដល់យោបល់អញ្ចឹងអ្វីៗដែលយើងបានធ្វើនេះគឺយើងធ្វើដោយជោគជ័យហើយបច្ចុប្បន្នយើងបានបញ្ចប់កិច្ចចរចាគ្នាជាមួយនឹង Lucky FC ហើយក៏យើងបានព្រមព្រៀងគ្នាទៅលើតម្លៃខ្លួនរបស់កែវជីតួដែលគាត់បានផ្ទេរមកដល់ក្លឹប CBL FC របស់យើងជាផ្លូវការអញ្ចឹងសង្ឃឹមថាកីឡាករនៅក្នុងក្លឹប CBL FC នឹងសហការគ្នាដើម្បីចូលរួមវឹកហាត់ឲ្យម៉ត់ចត់និងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀតដើម្បីឲ្យមានឱកាសចាប់យកនៅ champion នៅ season ក្រោយនេះក៏បានហើយក៏សង្ឃឹមថាទៅថ្ងៃក្រោយនៅប្រទេសបណ្ដាប្រទេសអន្តរជាតិផ្សេងៗនឹងគាត់ឃើញថាប្រទេសខ្មែររបស់យើងមានលក្ខណៈស្តង់ដារមានការផ្លាស់ប្ដូរទេពីក្លឹបមួយទៅក្លឹបមួយគឺតាមលក្ខណៈស្តង់ដារដែលយើងចង់បានហើយឥឡូវយើងក៏ធ្វើបានហើយកីឡាករគាត់នឹងដឹងថាគាត់មានតម្លៃខ្លួននៅក្នុងវិស័យបាល់ទាត់ហ្វូតសាលដែរដោយសារការខិតខំប្រឹងប្រែងរបស់គាត់គឺមិនអត់ប្រយោជន៍ទេគឺមកដល់ពេលនេះគឺគាត់មានតម្លៃខ្លួនក្នុងការផ្លាស់ប្ដូរពីក្លឹបមួយទៅក្លឹបមួយអញ្ចឹងបណ្ដាក្លឹបផ្សេងៗគាត់នឹងមានឆន្ទៈធ្វើដូចនឹងក្លឹបរបស់យើងទាំងពីរដែរខ្ញុំបាទជាចុងក្រោយក៏សូមថ្លែងអំណរគុណទៅដល់ក្លឹប Lucky FC សហព័ន្ធកីឡាបាល់ទាត់ហ្វូតសាលនិងកីឡាករទាំងអស់ដែលគាត់សហការគ្នានិងពង្រឹងទៅលើវិស័យបាល់ទាត់ក្នុងសាលនៅក្នុងប្រទេសកម្ពុជាម្ដងទៀតដែរបងសូមអរគុណ